ក្រៅតែពីដើរតួនាទីដ៏សំខាន់ជាតំបន់ទ្រនាប់ជាតំបន់យុទ្ធសាស្ត្ររវាងចិននិងអាមេរិកហើយបើនិយាយពីវិស័យសេដ្ឋកិច្ចវិញប្រទេសទាំងពីរនេះក៏មានទំនាក់ទំនងសេដ្ឋកិច្ចគ្នានឹងគ្នាយ៉ាងស្អិតរមួតផងដែរដោយដែលយើងបានលើកឡើងពីខាងលើរួចមកហើយថាកូរ៉េខាងជើងជាប្រទេសដែលរងទណ្ឌកម្មច្រើនជាងគេបំផុតមួយហើយក៏ជាប្រទេសដែលមានសេដ្ឋកិច្ចឯកនិយមដែលសឹងតែគ្មានទេដៃគូពាណិជ្ជកម្មជាមួយនឹងប្រទេសផ្សេងពោលគឺមានតែប្រទេសចិនតែមួយគត់ដែលបន្តរកស៊ីជាមួយនឹងទីក្រុងព្យុងយ៉ាងសប្តាហ៍នេះចិនជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ទីក្រុងព្យុងយ៉ាងដោយក្តាប់បានការនាំចូលផលិតផលក្នុងប្រទេសកូរ៉េខាងជើងរហូតដល់ 98.9% ឯណោះនៅក្នុងឆ្នាំ2023កន្លងទៅនេះផ្ទុយមកវិញកូរ៉េខាងជើងបាននាំចេញផលិតផលរបស់ខ្លួនចូលក្នុងប្រទេសចិនវិញបាន 96.7% នៅក្នុងឆ្នាំដដែលនេះអ្នកជំនាញបានលើកឡើងថាចិនចង់រក្សាកូរ៉េខាងជើងឲ្យពឹងផ្អែកលើសេដ្ឋកិច្ចរបស់ចិនតែមួយគត់ចិនកំពុងតែបន្តពង្រឹងនិងពង្រីកបន្ថែមទៀតជុំវិញហិកថារចនាសម្ព័ន្ធនិងការតភ្ជាប់គ្នាជាមួយនឹងកូរ៉េខាងជើងនៅប្រមាណឆ្នាំចុងក្រោយមកនេះដូចជាស្ដែងនៅក្នុងឆ្នាំ2015ចិនបានបើកផ្លូវដឹកជញ្ជូនទំនិញនិងកុងតឺន័រជាច្រើនដើម្បីជំរុញការនាំចេញធ្យូងថ្មរបស់ប្រទេសកូរ៉េខាងជើងចូលប្រទេសចិននិងបានបង្កើតផ្លូវរថភ្លើងល្បឿនលឿនដែលបានតភ្ជាប់ទីក្រុងដានដុងដែលជាប់ព្រំដែនចិនទៅនឹងទីក្រុងសៀនយ៉ាននៅក្នុងប្រទេសចិនថែមទៀតផងនៅក្នុងឆ្នាំដដែលនោះតំបន់ពាណិជ្ជកម្មជិតព្រំដែនក៏បានបើកនៅក្នុងដានដុងដែរក្នុងគោលបំណងដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេសរុបជារួមមកនៅក្នុងន័យសេដ្ឋកិច្ចចិនអាចខ្វះកូរ៉េខាងជើងបានតែកូរ៉េខាងជើងវិញគឺមិនអាចខ្វះចិនបានទេតែបើនៅក្នុងន័យភូមិសាស្ត្រនយោបាយប្រទេសទាំងពីរនេះរឹងរឹតតែមិនអាចខ្វះគ្នាបានថែមទៀតមានរឿងរ៉ាវជាច្រើនទៀតដែលយើងត្រូវចាប់អារម្មណ៍បន្ថែមទៀតឥឡូវនេះយើងធ្វើការសាកល្បងវិភាគតើអ្វីទៅជាអត្ថប្រយោជន៍ដែលចិនយកចិត្តទុកដាក់ចំពោះប្រទេសកូរ៉េខាងជើងនេះជាការពិតណាស់ចិនមានផលប្រយោជន៍និងចំនួនត្រួតសិទ្ធិគ្នានៅឧបទ្វីបកូរ៉េជាពិសេសទស្សនវិជ្ជានៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាឧទាហរណ៍ជាក់ស្ដែងបើទោះបីជាចិនបានអះអាងម្ដងហើយម្ដងទៀតថាខ្លួនចង់ឃើញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដើម្បីទប់ស្កាត់ការប្រកួតប្រជែងអាវុធនិងសង្គ្រាមនៅក្នុងតំបន់យ៉ាងណាក្ដីក៏ខ្លួនបែរជាប្រើសិទ្ធិវេតូប្រឆាំងនឹងទណ្ឌកម្មក្នុងការឆ្លើយតបទៅនឹងការធ្វើទេសាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងឆ្នាំ2022ទៅវិញចំពោះចិនចាត់ទុកស្ថានភាពនៅឧបទ្វីបកូរ៉េជារឿងចម្បងមិនដូចមេដឹកនាំចិនមុនទេគោលនយោបាយរបស់លោកស៊ីជីនភីងគឺផ្ដោតសំខាន់ទៅលើការរារាំងនៃការដួលរលំនៃរបបគ្រួសារតកូគឹមនិងបញ្ជាសង្គ្រាមដែលមិនចាំបាច់ដែលអាចនឹងមកបំផ្លាញផលប្រយោជន៍សន្តិសុខជាតិរបស់ចិនដោយដែលយើងបានដឹងហើយថាចិនគ្រប់គ្រងរបបទីក្រុងព្យុងយ៉ាងដែលជារដ្ឋឯកបកកុម្មុយនីសហើយវានឹងកំពុងតែបន្តជំរុញសន្ទុះនៃការប្រជែងភូមិសាស្ត្រនយោបាយរវាងចិននិងកូរ៉េខាងត្បូងបន្ថែមទៀតហើយចូលកុំភ្លេចថាកងទ័ពអាមេរិកកំពុងឈរជើងនៅកូរ៉េខាងត្បូងប្រមាណជា 24,000 នាក់ដែលជាក្តីបារម្ភរបស់ទីក្រុងប៉េកាំងយូរណាស់មកហើយជាការឆ្លើយតបទៅនឹងគុណបំណាច់ដ៏សែនធំធេងរបស់ចិនកូរ៉េខាងជើងបានគ្រប់គ្រងយ៉ាងពេញទំហឹងទៅលើគោលនយោបាយចិនតែមួយជុំវិញបញ្ហាកោះតៃវ៉ាន់ហុងកុងហើយកូរ៉េខាងជើងក៏បានការពារចិនទៅលើទង្វើដែលចិនបានធ្វើទៅលើជនជាតិភាគតិចដូចជាជនជាតិអ៊ុយគូទីបេនិងជនជាតិភាគតិចផ្សេងទៀតនៅខេត្តស៊ីនជាងដែលក្រុមមជ្ឈមណ្ឌលបានបរិហារិះគន់ចិនយ៉ាងចាស់ដៃថាបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្រៅពីចង់បានស្ថិរភាពយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េចិនក៏ចង់ឃើញឧបទ្វីបមួយនេះគ្មានអាវុធនុយក្លេអ៊ែរដូចគ្នាយ៉ាងដែរជំហររបស់ចិនជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺថាសាធារណរដ្ឋប្រជាមានិតចិនបានប្រកាសម្ដងហើយម្ដងទៀតថាខ្លួនមិនចង់ឃើញមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េទេកន្លងមកនៅពេលខ្លះចិនក៏បានបោះឆ្នោតគ្រប់គ្រងទៅលើការសម្រេចចិត្តរបស់អង្គការសហជីវជាតិដែរក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងជុំវិញបញ្ហាអាវុធនុយក្លេអ៊ែរនេះចិនបាននិយាយពេញមកថាខ្លួនមិនចង់ឃើញក្បាលគ្រាប់នុយក្លេអ៊ែរឈរនៅលើឧបទ្វីបកូរ៉េទេក៏ប៉ុន្តែផ្ទុយស្រឡះទាំងស្រុងចិនមិនអើពើទៅលើសំណើរបស់សហរដ្ឋអាមេរិកនិងសព្វនិមិត្តក្នុងការប្រើឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញឲ្យមានការរំសាយនោះទេគ្មាននរណាម្នាក់មានឥទ្ធិពលទៅលើទីក្រុងព្យុងយ៉ាងជាងទីក្រុងប៉េកាំងទេហើយវាក៏គ្មាននរណាម្នាក់មានមធ្យោបាយដាក់សម្ពាធទៅលើទីក្រុងព្យុងយ៉ាងច្រើនជាងខ្លួននោះដែរក៏ប៉ុន្តែសំណួរសួរថាចិនមិនធ្វើតែហេតុអ្វីនេះក៏ដោយសារតែកូរ៉េខាងជើងគឺជាតំបន់ទ្រនាប់ដ៏សំខាន់បំផុតរវាងចិននិងកូរ៉េខាងត្បូងដែលជាសព្វនិមិត្តយ៉ាងស្និទ្ធស្នាលជាមួយនឹងអាមេរិកជាទីដែលមូលដ្ឋានយោធាអាមេរិកឈរជើងចែកទាំងគេលំដាប់លេខ3នៅក្នុងពិភពលោកហើយការដែលចង់ឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរនេះវាអាចឈានដល់ការដួលរលំនៃរបបទីក្រុងព្យុងយ៉ាងនិងឈានដល់កូរ៉េទាំងពីរបង្រួបគ្នាឡើងវិញក្រោមឥទ្ធិពលរបស់អាមេរិកហើយប្រសិនបើរឿងទាំងនេះវាអាចកើតឡើងបានមែនច្បាស់ណាស់ថាកងកម្លាំងអាមេរិកនឹងចូលទៅដល់របងផ្ទះរបស់ចិនហើយនេះគឺជាសេណារីយ៉ូដ៏គ្រោះថ្នាក់បំផុតដែលចិនមិនអនុញ្ញាតឲ្យកើតឡើងបាននោះឡើយ
ការរក្សាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនឹងផ្ដល់ឲ្យចិនជាសរដ៏សំខាន់មួយក្នុងការចរចាជាមួយនឹងអាមេរិកនិងប្រទេសក្នុងតំបន់ហើយការបន្តមានឥទ្ធិពលទៅលើរបបទីក្រុងព្យុងយ៉ាងចិនអាចប្រើប្រាស់ទំនាក់ទំនងនេះដើម្បីទប់ទល់វត្តមាននិងឥទ្ធិពលអាមេរិកនៅក្នុងតំបន់អាស៊ីបូព៌ាបានផងដែរចំពោះចិននៅតែចង់បានស្ថិរភាពក្នុងតំបន់ជាជាងជំរុញឬបង្ខំឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរត្បិតថាការបង្ខំជ្រុលហួសហេតុពេកអាចនាំឲ្យរបបមួយនេះដួលរលំបានមួយរំពេចដែលនេះវាជារឿងមួយដែលចិនមិនអាចទទួលយកបានឡើយចំណែកឯលោកគឹមចុងអ៊ុនវិញបានដឹងខ្លួនយ៉ាងច្បាស់ថាការដែលមានអាវុធនុយក្លេអ៊ែរម្ដងម្កាលអាចស្រែកគំរាមទៅសត្រូវខាងត្បូងរបស់ខ្លួនបានចិនមានឥទ្ធិពលទៅលើកូរ៉េខាងជើងក៏ពិតមែនក៏ប៉ុន្តែខ្លួនមិនអាចគ្រប់គ្រងគឹមចុងអ៊ុនឬបញ្ជាឲ្យធ្វើនេះធ្វើនោះបានសាច់តែចិត្តឡើយដូចជាស្ដែងចាប់តាំងពីលោកគឹមចុងអ៊ុនបានឡើងកាន់អំណាចនៅក្នុងឆ្នាំ2011ដល់ឆ្នាំ2023មកកូរ៉េខាងជើងបានធ្វើទេសសាកល្បងមីស៊ីលរហូតដល់160ដងរួចបាត់ទៅហើយគ្រាន់តែនៅក្នុងឆ្នាំ2022វាក៏មានការបាញ់ធ្វើទេសសាកល្បង69គ្រាប់ជាឆ្នាំដែលខ្លួនធ្វើទេសច្រើនជាងឆ្នាំណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលនេះគឺវាបានបញ្ជាក់យ៉ាងច្បាស់ថាលោកគឹមចុងអ៊ុនគឺជាមនុស្សរងរូសជាបរិសុទ្ធខ្លាំងសំញែងគំរាមបន្លាចគេមិនខ្វល់ពីនរណាទាំងអស់សរុបជារួមមកអ្វីដែលយើងបានលើកឡើងពីខាងលើនេះវាបានបញ្ជាក់យ៉ាងច្បាស់ថាកូរ៉េខាងជើងពិតជាមានសារៈសំខាន់ខ្លាំងមែនទែនចំពោះចិនត្បិតថាវាបានដើរតួនាទីជាតំបន់ទ្រនាប់ដ៏សំខាន់ដែលបានខ័ណ្ឌបែងចែកឥទ្ធិពលរវាងអាមេរិកនិងចិនបើទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏ចិននៅតែបន្តជួយគ្រប់គ្រងនិងទ្រទ្រង់របបផ្ដាច់ការកូរ៉េខាងជើងបន្តទៀតហើយចិននឹងមិនបណ្ដាបណ្ដោយឲ្យទីក្រុងព្យុងយ៉ាងដួលរលំបានឡើយត្បិតថាបើកាលណាប្រទេសកូរ៉េខាងជើងដួលរលំបាត់ទៅទឹកដីចិននឹងរងការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ចិនជាមិនខានឡើយក៏ប៉ុន្តែគេក៏តតដឹងថាការទុកបណ្ដោយឲ្យទីក្រុងព្យុងយ៉ាងបន្តធ្វើព្យុះធ្វើភ្លៀងឥតឈប់ឈរបែបនេះវានឹងបង្កើតជាការប្រឡងប្រណាំងសុភាវុធក្នុងតំបន់ហើយវារឹតតែធ្វើឲ្យកូរ៉េខាងត្បូងនិងជប៉ុនចង់បានអាវុធនុយក្លេអ៊ែរដោយដែលពួកគេទទួលចង់បានពីកន្លងមក